សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់នាំបងប្អូនទាំងអស់គ្នាមកស្គាល់ភូមិបុរាណមួយដែលមានឈ្មោះថាហយអាននៅដាណាងប្រទេសវៀតណាមដែលខ្ញុំទៅចូលរួមកម្មវិធីថ្ងៃមុនហ្នឹងខ្ញុំក៏បានឆ្លៀតពេលនាំគ្នាទៅដើរលេងនៅភូមិបុរាណហ្នឹងជាទៅពេលដែលយើងទៅយើងឃើញផ្ទះបែបតូចចាស់ពីជំនាន់មុនដែលគេរក្សាទុកហើយគេយកមកច្នៃធ្វើជាហាងឲ្យភ្ញៀវទេសចរទៅមើលអាចទិញអីវ៉ាន់ឬក៏ញ៉ាំអីនៅម្ដុំហ្នឹងអញ្ចឹងណាហើយយើងមើលទៅឃើញថាប្លែកមែនតើហ្មងដែលគេរៀបចំផ្ទះហ្នឹងគេលាបពណ៌លាបអីមើលទៅចម្រុះពណ៌ស្រស់ស្អាតមែនតើពេលដែលយើងថតរូបហើយម៉ូដផ្ទះទាំងអស់ហ្នឹងបើតាមខ្ញុំធ្លាប់ឃើញនៅខាងកពតយើងក៏មានដែរនៅបាត់ដំបងអីក៏មានដែរអញ្ចឹងខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងបានទៅបាត់ដំបងដើម្បីថតម៉ូដផ្ទះបែបស្អាតបែបហ្នឹងឲ្យបងប្អូនទាំងអស់គ្នាបានមើលដែរអញ្ចឹងប្រទេសគេវាមិនមែនខុសពីប្រទេសយើងមែនទេវាដូចតែគ្នាគ្រាន់តែថាគេមានគំនិតច្នៃប្រឌិតបែបផ្សេងបែបសាសរបស់គេអញ្ចឹងទៅហើយយើងក៏វាដូចជាមាននៅ pop street នៅអីដែរដែលយើងធ្វើបែបកន្លែងដើរលេងកន្លែងលក់អីវ៉ាន់អីចឹងណាប៉ុន្តែគ្រាន់តែថានៅ pop street យើងវាអត់មានដូចថាទំហំធំដូចនៅខាងគេនេះទេហើយទេសភាពអីមួយគឺយើងដើរកន្លែងខ្លះគឺមានអារម្មណ៍ថាយើងដើរដូចនៅ pop street អញ្ចឹងមានលក់អាហារមានកន្លែងដែលគេអាចញ៉ាំអីជ្រៀលអីចឹងណាហើយមានការច្រៀងមានអីដូចគ្នានៅខាងវៀតណាមហ្នឹងអាហារលក់អីវ៉ាន់លក់អីហ្នឹងវាច្រើនជាងនៅយើងខ្មែរគេដូចថាមានផ្ទះដែលប្រជាជនគេទុកចាស់ហ្នឹងច្រើនអីចឹងទៅគេរៀបចំបែបដូចដែលបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងហើយយើងទៅថតនេះក៏ក្នុងន័យថាយើងថតមកដើម្បីចង់ដឹងថាប្រជាជនគេនឹងរស់នៅម៉េចហើយយើងអាចមានកំណត់អីថ្មីពីអ្វីដែលយើងបានឃើញអញ្ចឹងអាហារដែលគេលក់នៅតាមផ្លូវអីហ្នឹងក៏មិនខុសពីយើងខ្មែរដែរគ្រាន់តែថាគេលក់ style បែបគេវៀតណាមអីចឹងទៅដូចជាយើងនៅ Walk Street នៅអីហ្នឹងក៏មានលក់អាហារបែបតាមផ្លូវអីចឹងឲ្យយើងអាចដើរមើលដើរលេងអីសប្បាយពេលល្ងាចអញ្ចឹងការទៅរបស់ខ្ញុំហ្នឹងគឺខ្ញុំទៅរយៈពេល2-3ថ្ងៃឯងអញ្ចឹងខ្ញុំក៏អត់មានពេលច្រើននៅក្នុងការដើរលេងច្រើនកន្លែងនៅក្នុងប្រទេសវៀតណាមដែរដើរបានដូចជាតែមួយកន្លែងពីរកន្លែងអីទេបើសម្រាប់ខ្ញុំវិញការដើរលេងនៅវៀតណាមគឺវាមានអារម្មណ៍ថាគ្រាន់តែវាប្លែកដូចថាពីតំបន់មួយហ្នឹងវាអត់ដូចគ្នាទេវាប្លែកអញ្ចឹងណាហើយសម្រាប់រសជាតិអាហារអីហ្នឹងក៏ខ្ញុំគិតថាអាចទទួលយកបានដែរហើយក៏វាតាមកន្លែងដែរអញ្ចឹងណាកន្លែងខ្លះក៏ឆ្ងាញ់កន្លែងខ្លះក៏មិនសូវជាឆ្ងាញ់អីដែរតាមចំណង់ចំណូលចិត្តរបស់យើងដែរអញ្ចឹងណាហើយបើការទិញអីវ៉ាន់អីវិញអីវ៉ាន់ខ្លះក៏រៀងថ្លៃអីវ៉ាន់ខ្លះក៏វារៀងធូរថ្លៃដែរអញ្ចឹងស្រេចលើយើងជាអ្នកដើរចេះដើរមើលដើរទិញដើរតថ្លៃអញ្ចឹងណាពេលខ្លះបើយើងអត់ចេះតថ្លៃទេគេអាចនឹងកោយើងហើយជាពិសេសឃើញយើងភ្ញៀវបរទេសអញ្ចេះទៀតហ៎ហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងយើងចាំជួបគ្នានៅវីដេអូក្រោយមួយទៀតអរគុណច្រើនបងប្អូនទាំងអស់គ្នា